ស៊ូទ្រាំនឹងទុកលំបាកនឹងធ្វើឲ្យយើងមានសុភមង្គលទៅវិញនេះមិនមែនមានន័យថាចេះលោកអ្នកបងប្អូនស្រាប់តែយើងក្រោកឡើងសុកយើងថាខ្ញុំចង់បានសុភមង្គលក៏ពីចែងថាតលតែជប់ទុកខ្លះអញ្ចឹងអត់មានទុកទេរហងៃហ្នឹងខ្ញុំទៅរស់ទុកហ្មងតោះអញ្ចឹងទៅបករឿងមួយដើម្បីឲ្យបានទុកដើម្បីបានសុភមង្គលមិនមែនសំដៅលើទុកលំបាកដែលយើងបង្កសំដៅទៅលើស្ថានភាពនៃជីវិតដែលយើងត្រូវឆ្លងកាត់ទុកលំបាកដែលចូលក្នុងជីវិតរបស់យើងដែលយើងអត់បានអញ្ជើញសេចក្តីលបួងឬក៏ការលបួងដែលចូលក្នុងជីវិតរបស់យើងដែលយើងអត់បានអញ្ជើញប៉ុន្តែគាត់ប្រាប់ថាឲ្យយើងស៊ូទ្រាំជានិច្ចនៅក្នុងកាន់ព្រះគម្ពីរយ៉ាកុបចំពុក1ខ12បានចែងថាចេះអ្នកណាស៊ូទ្រាំនឹងទុកលំបាកអ្នកនោះពិតជាមានសុភមង្គលត្បិតក្រោយដែលព្រះជាម្ចាស់បានលបងលោគេមើលរួចហើយគេនឹងទទួលជីវិតទុកជារង្វាន់ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលព្រះអង្គស្រឡាញ់លោកប៉ូលបានលើកទឹកចិត្តគ្រិស្តបរិស័ទនៅក្នុងទីក្រុងកូរិនថូសឲ្យមានចិត្តរឹងប៉ឹងក្នុងជំនឿលោកយ៉ាកុបបានលើកទឹកចិត្តអ្នកដែលជឿលើព្រះអង្គឲ្យមានចិត្តស៊ូទ្រាំនឹងទុក្ខលំបាកលោកប៉ូលគាត់ប្រាប់ថាអ្វីដែលយើងធ្វើនឹងមិនមែនអត់ប្រយោជន៍កិច្ចការដែលយើងរួមជាមួយព្រះអង្គនឹងមិនមែនអាសាឥតបានការលោកយ៉ាកុបបានប្រាប់ថានៅពេលដែលយើងបន្តទៅមុខនៅពេលដែលយើងស៊ូទ្រាំទៅមុខនោះយើងមានសុភមង្គលនោះយើងទទួលរង្វាន់ដែលជាជីវិតមានរង្វាន់សម្រាប់យើងដើម្បីបន្តជីវិតមានរង្វាន់សម្រាប់យើងនៅក្នុងការដែលផ្ដល់ជីវិតហើយជីវិតនោះគឺជារង្វាន់របស់យើងផ្ទាល់ម្នាក់ប្រាប់យើងថាអ្វីយើងធ្វើនឹងមិនអត់ប្រយោជន៍ម្នាក់ទៀតប្រាប់យើងថាអ្វីដែលយើងធ្វើនឹងបានផលយើងឃើញមានមនុស្ស2នាក់អ្នកបម្រើព្រះអង្គ2នាក់ម្នាក់ជាសិស្សរបស់ព្រះអង្គផ្ទាល់ដែលដើរជាមួយព្រះអង្គផ្ទាល់30-40 ឆ្នាំក្រោយគាត់ចាប់ផ្ដើមកត់ត្រាទុកនៅដំណើរជីវិតរបស់គាត់ផ្ទាល់គាត់ក៏លេចមើលថយក្រោយហើយគាត់ផ្ញើសារទៅកាន់មនុស្សនៅក្នុងសម័យគាត់ប្រាប់ថាត្រូវតែស៊ូទ្រាំត្រូវតែទៅមុខទៀតការស៊ូទ្រាំនឹងធ្វើឲ្យយើងមានសុភមង្គលមុនខទី12ខ្ញុំចង់អានខទី2ដល់ខទី4ជួយលោកអ្នកបងប្អូនឲ្យយល់តើយើងស៊ូទ្រាំវាម៉េចបងប្អូនអើយទុកលំបាកគ្រប់យ៉ាងដែលបងប្អូនឆ្លងកាត់នោះត្រូវចាត់ទុកថាជាការដែលធ្វើឲ្យបងប្អូនមានអំណរដល់បរិបូរវិញដោយដឹងថាការលបលមើលជំនឿរបស់បងប្អូននឹងនាំឲ្យបងប្អូនចេះស៊ូទ្រាំការលបងលមើលជំនឿរបស់បងប្អូននឹងធ្វើឲ្យបងប្អូនចេះស៊ូទ្រាំព្រះបន្ទូលព្រះអង្គប្រាប់ថាយើងចេះស៊ូទ្រាំជាមួយទុក្ខលំបាកប៉ុន្តែយើងស៊ូទ្រាំមួយទុក្ខលំបាកក្នុងអត្ថបទកាពីនេះមិនមែនសំដៅលើស៊ូទ្រាំយើងគ្រាន់តែរងអូខ្ញុំវេទនាណាស់ទុក្ខលំបាកមកទៀតអូខ្ញុំវេទនាណាស់ប៉ុន្តែយើងអត់ធ្វើអីមួយយ៉ាងតលតែសោះយើងអត់បានឆ្លើយតបស្របតាមព្រះបន្ទូលរបស់ព្រះអង្គតលតែសោះក្នុងព្រះគម្ពីរបានចែងថាប៉ុន្តែត្រូវឲ្យការស៊ូទ្រាំនេះបង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈនិយាយម៉ាត់ឲ្យខ្លីថាឲ្យបងប្អូនបានគ្រប់លក្ខមានគុណសម្បត្តិល្អសពគ្រប់ឥតខ្វះត្រង់ណាឡើយយើងស៊ូទ្រាំនឹងទុក្ខលំបាកប៉ុន្តែយើងស៊ូទ្រាំទុក្ខលំបាកដើម្បីបង្កើតផលផ្លែពេលដែលយើងរងកាត់ទុក្ខលំបាកពេលយើងរងឧបសគ្គនានាយើងមិនមែនបណ្ដោយឲ្យឧបសគ្គទាំងអស់នោះមកបំបាក់ជីវិតរបស់យើងទេយើងឆ្លងកាត់ឧបសគ្គយើងរងឧបសគ្គយើងរៀនតស៊ូយើងរៀនតយុទ្ធជាមួយឧបសគ្គក្នុងព្រះគម្ពីរបានប្រាប់យើងថាឲ្យយើងរៀនតយុទ្ធជាមួយនឹងឧបសគ្គដោយពឹងអាងលើព្រះបន្ទូលព្រះអង្គដោយពឹងអាងលើរបៀបរស់នៅដែលព្រះអង្គចង់ឲ្យយើងមានដើម្បីអីដើម្បីឲ្យយើងអាចបង្កើតផលប្រសិនបើយើងមានទុក្ខលំបាកតែយើងបន្តយុទ្ធអានឹងយើងគ្រាន់តែរងកម្មខ្ញុំប្រើពាក្យមួយថារងកម្មយើងទុកឲ្យទុកលំបាកនោះធ្វើអីមកកាន់ជីវិតរបស់យើងតាមអំពើចិត្តនៃស្ថានភាពនៃរឿងហេតុដែលបានកើតមានឡើងប៉ុន្តែផ្ទុយទៅវិញព្រះអង្គថាឲ្យត្រូវបង្កើតផលកុំឲ្យពេលដែលយើងឆ្លងកាត់ទុកលំបាកឲ្យខាតអត់ទេពេលដែលយើងឆ្លងកាត់ទុកលំបាកយើងត្រូវរៀនតយុទ្ធពេលដែលយើងរៀនតយុទ្ធពេលដែលយើងចប់នៃទុកលំបាកនោះយើងបង្កើតផលល្អវិញយើងបង្កើតផលល្អគ្រប់លក្ខណៈក្នុងព្រះគម្ពីរបានចែងថាដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈឬឲ្យបងប្អូនបានគ្រប់លក្ខមានគុណសម្បត្តិល្អសពគ្រប់ពេលយើងឆ្លងកាត់ឧបសគ្គនៃជីវិតព្រះអង្គក៏ប្រហារតីឲ្យយើងបានល្អព្រះអង្គក៏ទៅឲ្យយើងបានឈ្នះសពគ្រប់ទាំងអស់ក្នុងព្រះគម្ពីរចែងថានៅពេលដែលព្រះអង្គលបងលោគេមើលរួចហើយគេមានសុភមង្គលគេបានទទួលផលល្អលោកអ្នកបងប្អូន
ខ្ញុំជឿជាក់ថាព្រះអង្គក៏គប់បហារតីបង្វឹកលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យមានគុណសម្បត្តិល្អគ្រប់លក្ខដើម្បីឲ្យយើងអាចទទួលផលដើម្បីឲ្យយើងអាចទទួលបានជ័យជំនះលោកអ្នកបងប្អូនមនុស្សជាច្រើននឹងឆ្លងកាត់ឧបសគ្គដូចគ្នាអត់មាននរណាម្នាក់ដែលនឹងមិនឆ្លងកាត់ឧបសគ្គអត់មាននរណាម្នាក់ដែលមិនឆ្លងកាត់ការលបងលោក៏អត់មាននរណាម្នាក់មិនឆ្លងកាត់ការលបួងដែរខ្ញុំសូមអានជូនលោកអ្នកបងប្អូនអរគ្នា1 កូរិនថូសជំពូកទី10ខទី13គ្មានការលបួងណាមួយកើតមានដល់បងប្អូនក្រៅពីការលបួងដែលមនុស្សលោកតែងតែជួបប្រទះនោះឡើយព្រះជាម្ចាស់មានព្រះハរតីស្មោះត្រង់ព្រះអង្គមិនបណ្ដោយឲ្យមានលបួងបងប្អូនហួសពីកម្លាំងបងប្អូនទេប៉ុន្តែនៅពេលបងប្អូនជួបការលបួងព្រះអង្គនឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួចនឹងឲ្យបងប្អូនអាចទ្រាំទ្របានសូមនិយាយថាអាមែនអត់មានការលបួងណាមួយចូលក្នុងជីវិតលោកអ្នកបងប្អូនដែលមនុស្សលោកមិនជួបប្រទះដូច្នេះកុំភ័យខ្លាចហើយកុំតក់ស្លុតនៅពេលដែលយើងជួបការលបួងពីព្រោះអ្នកដទៃផ្សេងទៀតក៏ជួបដូចគ្នាយើងក៏ជួបដែរគ្រាន់តែថាយើងឲ្យគេខុសគ្នាប៉ុណ្ណេះទេអ្វីដែលចូលក្នុងជីវិតរបស់យើងសេចក្តីលបួងដែលចូលមកក្នុងជីវិតរបស់យើងត្រូវបានថ្លឹងគីឡូរួចហើយព្រះអង្គមិនឲ្យយើងវាយហួសគីឡូទេហើយព្រះអង្គក៏មិនអនុញ្ញាតឲ្យមាសតាំងវាយលោកអ្នកបងប្អូនលើសគីឡូរបស់លោកអ្នកបងប្អូនដែរក្នុងព្រះគម្ពីរបានចែងថាព្រះជាម្ចាស់ដែលមានបាតីស្មោះស្ម័គ្រព្រះអង្គមិនបណ្ដោយឲ្យមាលបួងបងប្អូនហួសពីកម្លាំងបងប្អូនទេព្រះអង្គក៏បហារតីជួយលោកអ្នកបងប្អូនហើយនឹងខ្ញុំយកឈ្នះការលបួងតាមរយៈការដែលយើងអាចទ្រាំទ្របានការដែលព្រះអង្គអាចប្រទានឲ្យយើងមានមធ្យោបាយចេញរួចគ្រប់សេចក្តីលបួងទាំងអស់ចូលក្នុងជីវិតលោកអ្នកបងប្អូនអាចទ្រាំទ្របានដោយពឹងអាងលើព្រះបន្ទូលព្រះអង្គដោយពឹងអាងលើរបៀបរស់នៅដែលព្រះអង្គក៏បហារតីឲ្យយើងរស់នៅ